tu cà phê muối tùm hôm của muối tắc bảy tắc dương bọt đập tam mô tô côn tia bàn vòng 4 នេះរូបរាងទូដែលយើងដំឡើងរួចគឺរូបរាងចឹងណាហើយចាំមើលថាតើយើងអាចបត់យ៉ាងម៉េចដើម្បីដឹកតាមម៉ូតូបានតោះយើងមើលរូបរាងទូរបស់យើងតិចសិនវាមានធ្នើពីមុខមួយដោយសារភ្ញៀវកំងយកតែធ្នើពីមុខមួយទេនេះជាការដោះបំបែកទូរបស់យើងណាយើងដោះស្លាកយីហោវាហើយបន្ទាប់មកយើងដោះបង្គោលស្លាកយីហោនឹងពីររួចរាល់ហើយយើងដោះថាសទាំងពីរនឹងមកបាទរាល់ថាសនីមួយមានបងលេខជូនបងប្អូនហើយយកទៅអត់ច្រឡំគ្នាទេណាបាទអញ្ចឹងយើងដោះថាសបំបែករួចគឺយើងអាចបត់ទូរបស់យើងបានហើយបងប្អូនបាទនេះគឺយើងបត់បានហើយយើងអាចដឹកតាមម៉ូតូយើងបានអញ្ចឹងលក្ខណៈសម្បត្តិរបស់ទូនេះគឺយើងងាយស្រួលបត់បានចល័តដឹកតាមម៉ូតូទៅលក់ដូរនៅកន្លែងណាក៏បានដែរមានភ្ញៀវសម្បូរមនុស្សកន្លែងណាយើងដឹកយកទៅលក់កន្លែងហ្នឹងអញ្ចឹងមានទូនេះមួយបងប្អូនអាចប្រកបអាជីវកម្មបានយ៉ាងស្រួលណាលក្ខណៈខ្នាតតូចមួយបងប្អូនលក់ដូរតាមមុខរោងចក្រឬក៏ផ្លូវថ្មើរជើងឬក៏ផ្សាររាត្រីណាងាយស្រួលដូចបងប្អូនបានឃើញក្នុងវីដេអូនេះអញ្ចឹងងាយស្រួលចល័តទំនេរពីការងារក៏យើងអាចលក់បានដែរ